ឥឡូវនេះគឺខ្ញុំកំពុងតែនៅ Zion National Park នៅក្នុងរដ្ឋ Utah ទេសភាពភ្នំក្រហមប្លែកមែនទែនចង់ដឹងវីដេអូនោះមួយខ្លះតាមដានជាមួយទាំងអស់គ្នាសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះគឺខ្ញុំកំពុងតែធ្វើដំណើរទៅកាន់រដ្ឋ Utah ពីទីក្រុង Los Angeles ទៅ Utah ហ្នឹងគឺជិះប្រហែលជា78ម៉ោងទើបបានទៅដល់កន្លែងដែលមានឈ្មោះថា Zion National Park និយាយទៅគឺកន្លែងហ្នឹងគឺជាកន្លែងល្បីមួយរបស់ប្រទេសអាមេរិកគឺជារបៀបថាកន្លែងដំណើរកម្សាន្តរបៀបធម្មជាតិភ្នំធម្មជាតិភ្នំថ្មក្រហមអញ្ចឹងណាហើយឥឡូវនេះគឺខ្ញុំមកដល់កន្លែងសម្រាប់សិនហើយកន្លែងនេះគឺប្រភេទVR ប្រភេទឡានផ្ទះអញ្ចឹងគឺយើងជួលនៅមួយយប់គឺ$80បន្ទាប់ពី check in ហើយឥឡូវគឺគេឲ្យផែនទីយើងសម្រាប់ទៅដល់កន្លែងដែលខ្ញុំគេអញ្ចឹងណាកន្លែងដែលខ្ញុំគេយប់ហ្នឹងគឺលេខ68និយាយទៅគឺយើងតាមមើលទៅតាមលេខនីមួយមកដល់គឺខ្ញុំភ្ញាក់ផ្អើលមែនតើដោយសារតែមានឡានច្រើនមែនតើហ្មងមកគេកន្លែងនេះរបៀបថាពេញហ្មងអញ្ចឹងណានិយាយទៅគឺខ្ញុំមកដល់ក្រោយគេលក្ខណៈម៉ោង8យប់ហើយក៏ប៉ុន្តែម៉ោង8យប់ហ្នឹងនៅតែភ្លឺអញ្ចឹងឥឡូវនេះគឺខ្ញុំបានមកដល់កន្លែងរបស់ខ្ញុំហើយរៀបចំឡានដាក់ឲ្យស្រួលបួលអញ្ចឹងណាបន្ទាប់មកគឺយើងត្រូវរៀបចំតទឹកតភ្លើងតអគ្គិសនីប្រើអញ្ចឹងដោយសារនៅកន្លែងហ្នឹងគឺគេឲ្យយើងរបៀបរបស់គ្រប់បែបយ៉ាងអញ្ចឹងនៅក្នុងការរបៀបថាយើងស្រួលរស់នៅអញ្ចឹងណាកន្លែងខ្លះគឺអត់មានទេតែកន្លែងនេះគឺមានមួយសេតតែម្ដងទឹកភ្លើងរបៀបថាបកូនពេលដែលយើងងូតទឹកមកចេញទឹកមកអញ្ចឹងគឺយើងត្រូវមានរបស់ខ្លួនឯងដើម្បីដាក់តទៅកន្លែងអាហ៊ុនមួយនេះហ្នឹងនិយាយទៅគឺកន្លែង camping ឡានផ្ទះហ្នឹងគឺភាគច្រើនគឺត្រូវតែមានអាហ្នឹងហ្មងបានយើងស្រួលនៅក្នុងការប្រើប្រាស់ហើយអត្តយោដែលបងប្អូនឃើញពណ៌កាឈូហ្នឹងអាហ្នឹងគឺហ៊ុនស្ញាប់ពេលដែលយើងបន្តបងមកគឺយើងចូលតាមហ្នឹងនិយាយតាមថងយើងត្រូវពាក់ម៉ាស់ពាក់ស្រោមដៃដោយសារតែវាមានក្លិនឈួលមកអញ្ចឹងណានិយាយទៅដូចរបៀបថាក្លិនលូអញ្ចឹងទៅហើយនេះគឺខាងផ្ទះរបស់គេនៅពេលដែលតហើយគឺវាមានលក្ខណៈអញ្ចឹងហើយបន្ទាប់មកគឺខ្ញុំបើកបង្អួចដើម្បីចេញខ្យល់ប្អួយនៅក្នុងឡានផ្ទះខ្ញុំរៀងរបៀបថារៀងតឹងតិចដែរបងប្អូនអើយនិយាយទៅរបៀបគេអស់ហើយមានតែប៉ុណ្្នឹងទេអត់មានថាបើកទៅបានធំជាងហ្នឹងទេហើយឥឡូវនេះគឺខ្ញុំបើកទូទឹកកកហៅមើលថាមានអីញ៉ាំខ្លាំងនិយាយទៅទូទឹកកកទួយក៏ប៉ុន្តែញុកឡើងណែនតែម្ដងធ្វើម៉េចបើយើងមកដើរលេងតាមព្រៃអញ្ចឹងគឺយើងត្រូវសគួររបស់របរមកញ៉ាំអញ្ចឹងណាដោយសារតែនៅតាមផ្លូវមានម្ហូបដែរតែរបៀបម្ហូបចិនម្ហូប burger ម្ហូបអីចឹងទៅបើសិនជាយើងយកមកតាមខ្លួនវាស្រួលហើយថ្ងៃនេះគឺខ្ញុំកំពុងតែរៀបចំម្ហូបពេលបាយល្ងាចហើយគឺមានសាច់គោងៀតសាច់ឆ្លុះងៀតពុកក្មេករបស់ខ្ញុំគឺគាត់យកមកពីស្រុកខ្មែរអញ្ចឹងណាបងប្អូនឃើញខ្មៅអញ្ចឹងឯងក៏ប៉ុន្តែជាតិណាហើយម្យ៉ាងទៀតអត់ខ្លោចទេតែពេលថតទៅឃើញវាឡើងខ្មៅអញ្ចឹងទៅគឺយើងញ៉ាំមួយបន្លែមួយអីខ្ញុំលាងពេញប៉ោះលាងអីញ៉ាំអញ្ចឹងទៅម្ហូបញ៉ាំភាគច្រើនគឺលាយជាមួយពេញប៉ោះដោយសារពេញប៉ោះហ្នឹងវាជួយស្បែកហើយវាជួយទៅលើសុខភាពយើងច្រើនអញ្ចឹងណាអញ្ចឹងខ្ញុំចេះលាយវាញ៉ាំទៅហើយឥឡូវនេះគឺកំពុងតែរៀបចំនិយាយទៅគឺខ្ញុំសល់បកងហ្នឹងគឺសល់វិការប្អូនខ្ញុំទេគឺខ្ញុំខ្ចប់យកមកញ៉ាំអញ្ចឹងនៅឆ្ងាញ់និយាយទៅវាថាហួចមកពេលដែរបន្ទាប់មកដោយសារអាកាសធាតុរៀងតិចដាំទឹកក្តៅដាំអីមួយសែតហ្មងបន្ទាប់ពីញ៉ាំអាហារពេលល្ងាចហើយឥឡូវនេះគឺខ្ញុំដើរមើលជុំវិញអ្នកជិតខាងឥឡូវនេះគឺរៀងយប់ហើយរបៀបថាគេមានដុតភ្លើងដុតអីរបៀបថារ៉ូម៉ាន់ទិកមែនតើជាលក្ខណៈគ្រួសារគេអញ្ចឹងណាបន្ទាប់មកក៏ត្រឡប់មកខែគេងវិញអង្គុយមើលអ្នកពនាងចិនណាមើលទូតិចតួចបន្ទាប់មកក៏រៀបចំគេញ៉ាយដោយសារតែហត់មួយថ្ងៃយាយបងប្អូនទាំងអស់គ្នាអញ្ចឹងទៅថ្ងៃនេះគឺចប់ហើយចាំមើលស្អែកគឺខ្ញុំទៅដើរលេងកន្លែងណាខ្លះចាំបងប្អូនមើលបន្តទៀតអរុនសួស្តីបងប្អូនអរគ្នាឥឡូវនេះគឺថ្ងៃទី2ហើយនេះគឺជាទស្សនវិជ្ជាពីបន្ទប់របស់ខ្ញុំទៅនិយាយទៅពីប្អូនរបស់ខ្ញុំទៅនិយាយទៅមានអីទេគឺឃើញតែមេឃពណ៌ខៀវនិយាយទៅគឺម៉ោងពេលព្រឹកហើយចាប់ផ្ដើមធ្វើឆុងកាហ្វេឆុងអីចឹងណាដោយសារយកតាំងពីម៉ាស៊ីនកាហ្វេម៉ាស៊ីនអីដល់មកងូតទឹករៀបចំខ្លួនចេញទៅក្រៅផ្លុំសក់ផ្លុំអីចឹងទៅតមកនៅពេលដែលរៀបចំខ្លួនហើយដើរនៅកន្លែងខ្ញុំនឹងមកជុំមើលអ្នកជិតខាងថាគេធ្វើអីខ្លះអញ្ចឹងណាហើយឥឡូវនេះគឺខ្ញុំដើរបន្តទៅខាងដែលមានទឹកជ្រោះដោយសារនៅកន្លែងដែលខ្ញុំគេងនេះគឺគេមានទឹកជ្រោះនៅខាងក្រោយហ្នឹងគឺខ្ញុំដើរប្រហែលជា5នាទីបានទៅដល់អញ្ចឹងទៅតម្លៃដែលស្នាក់នៅមួយយប់ហ្នឹងគឺ$80ដោយសារតែមានសម្រស់ធម្មជាតិនៅទីនេះអញ្ចឹងណាធម្មតាខ្ញុំទៅគេងកន្លែងផ្សេងអញ្ចឹងសម្រស់ធម្មជាតិអីអត់មានរបៀបថាតែភ្នំធម្មតាអញ្ចឹងគឺគេយកតែ$15ឬក៏$50ទេ$80នេះគឺតម្លៃមួយរៀងគួរសមដែរមិនថោកពេកទេនៅពេលដែលមកដល់កន្លែងទឹកឈូអញ្ចឹងគឺធ្វើឲ្យខ្ញុំនឹកឃើញទៅដល់នៅស្រុកខ្មែរយើងប្រកាសជាមានកញ្ចោះលក់បាយលក់ទឹកឆ្ងាញ់មែនតើនៅនេះមានទេបងប្អូនអើយគឺតែទឹកជ្រោះគឺទឹកជ្រោះហើយធម្មជាតិគឺធម្មជាតិហើយអញ្ចឹងណាបើសិនជាយើងមកចង់មកអង្គុយមកអីហ្នឹងគឺគិតគូរខ្លួនឯងនិយាយទៅកន្លែងនេះហ្នឹងគឺរបៀបថាកន្លែងដែលយើងគេងខ្ញុំគេងដាក់ឡានចតគេងហ្នឹងគឺនៅខាងក្រោយនេះដើរប្រហែល5នាទីគឺមានទន្លេលេងអញ្ចឹងណាយើងអាចហែលទឹកនេះបានក៏ប៉ុន្តែ
tăng này percent chỉ dương hai cứ dương hai là biến khác ép giờ ôn thì dương thử cà phê của bạn tiệm một anh thì giờ mình sẽ tận đó cái tê là sao tại cái ông miên ở nano mà dương nó hai tận lên như thế về chăm tới cứ dương ơi thay để xa sự vật tập hiệp đại luôn ai để xa tại kia bên nhẹ nghe kia nó chạm mười dương tệ ok là những cái nhôm nơi trên tam phơi tại đó cái lạnh xài national park hay chỉ tam phơi khơi cái lạnh kia bọt tặng đi xa đó bông bông được thành trắng thay á nơi sọc đi hay tới sự hiệp tam phơi với phía chán đầm món đi cứ nhôm chạm vào đầm tha phnom từng ớt nó cứ miên lại cái nạ po hiện có hom hay mẹ đầm phnom kia nó ớt thoáng này hiện là việc ơi thoáng bỏng riệp mệnh mà đang là việc tha định là việc tha cho nón môn nó hai chia lạnh lừa năng sật tạc lại mình nơi chắc là quả tạc ca máy bao nhóm á hay khang lại nhom chi lá nó hai chia tắc một từ là sao tại phnom kẽ lăng thoáng nó khang lừa ông ôn khơi từng ớt nè hay một đòn đi nó cứ miên thò mà chia hộp hiện lại cái nạ phnom tịch tuổi thay phía chán nó cứ lại cái nạ tha mới tới hiện trăng phnom cái nó hiện thoáng nhưng ta hãy đi play chứ đừng mình phnom nơi sọc mai phnom nơi sọc mai giống tranh mắt lại cái nạ hiện phnom mới trắng á na hay là đấy cứ tiền chẳng ta hay ở nơi đầm bòn đài nơi chật bị chia chân ruột nó cứ miền đàm chờ miền ấy ta bảo sân chỉ ở chi tây chắc ngày tích tớ cứ phía chón cứ việc tha sọc ở cọ ta mà đòn anh ấy cứ nơi đầm bòn phô mấy chẳng á dương khơi miền đàm chờ bỏ kêu bỏ anh chẳng ta là sao ta bị chia chân đàm hiện tây chắc ngày tích nó cứ đầm thầm mò vậy ta ở đôi sọc mai dơ một ở nơi sọc mai dơ cứ việc thắng miền bát sang miền ấy còn ai ở châu không phải nơi bán á nơi đấy nơi không phải chào phải ông ôn ơi hay là nơi cái nhom ban mà đo cái này ơi tinh bọt hơi mà lán $35 สำหรับ lán tụi lán thông vẫn cứ thêm $15 tiền tại sao tại dân thấy chi trô hùng nôm á việc thay cái khuôn nôm á nắng du chỉ tới hai chỉ mán chất pi cái lỗ á việc thay trô không hùng nôm kia mòn chẳng cứ dân thử băng lôi thêm $15 tiền lán bảo nhom nắng cứ tới ơi trô $20 bà lán tụi tại $35 tiền nhưng mà đang đá đây là việc thay kê kết tơ đầm lại lán chẳng nó tay cứ kê ắt kết tơ mà được chấm nôn mà nẹ tê đây là việc thay kê kết mà lán tay mà đòn miên mặn nẹ trô từ kê ắt kết chấm nôn mà được mồi tê hay mà đòn đi nó cứ khơi miên mà được tròn mau mình tên bà xin chỉ nhom mau mà so mấy cứ mình được tròn chẳng năng điện chẳng nó hay là sao tại tê sẽ phép nôm cứ play được bom on khơi được trong video năng chẳng việc mà tới hiện có hom play mình tên tam đòn qua bọc kê chẳng nó việc tha pi cái lạnh môi tới cái lạnh môi nó với miên lại cái nạ pi xe bọc kê hay chấm môi năng ngày năng mệnh là việc tha cha tháng ngày mà tiệt chẳng vừa tiệt sự hiệp năng cứ căn đặt xa ta mà đòn hay là ní kia nhôm chi chất đo cái lại đại kê cho hùng phnom mấy vậy tới chi tới chất pi kilo việc thay lăng là ngất sống ta mà đòn hay lượng mình phơi nó và hai chị kêu ai chi tầng tới tiền màu ban là lỡ ở đây cái bật mà chả hiền á nè tới cứ tới và hai chị phèm đậm tí tới mau phèm đậm tí vậy tới chi hiền chi ngày đây nhôm hiền thấy đây là xa tại việc tha kê thưa ở ăn ra công pe chẳng nó cái lại miên ở cứ thà là nòng nằng giờ tao ấy thế có tại là việc tha pleu phnom bồ ra là việc tha cái khuôn phnom năng chi trâu chẳng á hay ni cứ sệt tại nè đại chăm trâu không ôn năng kia chăm chẳng hơi năng có một phay là tí đâyឬក៏កន្លះម៉ោងតំរំតបានជីចូលអាហងភ្នំមិញហ្នឹងចឹងទៅក៏ឆ្លៀតថតវីដេអូជូនបងប្អូនទាំងអស់គ្នាមើលហើយនេះវិញគឺហងភ្នំទូទេនិយាយទៅជីទៅនឹងជីមកបានអត់ត្រូវការចាំទេអានេះជីប្រហែលជា20 ម៉ែត្រអីចឹងណានិយាយទៅនឹងគឺជាកន្លែងពិសេសជាងគេដែលគេមកលេងកន្លែងហ្នឹងគឺគេមកឆ្លងកាត់អាហងភ្នំហ្នឹងក៏ប៉ុន្តែនៅមានកន្លែងពិសេសច្រើនទៀតបងប្អូនចូលក្នុង YouTube មើលយូតាទៅអ្នកខ្លះគឺគេបកកែនៅក្នុងការដើរហុកព្រៃគឺគេឃើញរបៀបថាសម្រស់ធម្មជាតិនឹងស្អាតប្លែកមែនតែនតែម្ដងខ្ញុំអត់បានទៅដល់ឆ្ងាយទេគឺខ្ញុំបានទៅជិះឡានអញ្ចឹងណាអាហ្នឹងគឺយើងត្រូវចតឡានបន្ទាប់មកយើងដើររាប់ម៉ោងបានយើងអាចចូលទៅខាងក្នុងព្រៃឃើញទេសភាពស្អាតបានអញ្ចឹងណានិយាយទៅសម្រាប់អ្នកដែលដើរចូលចិត្តដើររកព្រៃគឺត្រូវណាស់សម្រាប់ខ្ញុំគឺនៅខាងក្រៅទៅដោយសារមេក្តៅផងអីផងនិយាយទៅគឺយើងត្រូវមានកៅអៅមានចំណីអាហារអញ្ចឹងតាមខ្លួនអញ្ចឹងពាក់កៅអៅឲ្យរបៀបថាត្រូវនឹងលក្ខណៈហ្នឹងហើយឥឡូវនេះគឺខ្ញុំបានមកតិចតួចដែរកន្លែងអាផ្លូវខ្ញុំដើរនេះពីមុនហ្នឹងគឺសិតតែទឹកទាំងអស់បងប្អូននៅពេលដែលមានទឹកស្អាតណាបងប្អូនខ្ញុំឃើញនៅក្នុង YouTube អ្នកផ្សេងគេមកមុនហ្នឹងខែដែលមានទឹកអញ្ចឹងណាខ្ញុំមកនេះគឺចំខែថ្មបងប្អូនអើយក៏តែថ្មគេហ្នឹងប្លែកស្អាតដែរគ្រាន់តែខ្ញុំអត់បានថតវីដេអូឃើញច្បាស់ហើយម្យ៉ាងទៀតខ្ញុំទៅកាន់អាថ្មធំនេះហ្នឹងឡើងទៅជាសេបតែម្ដងហើយដោយសារតែអាកាសធាតុថ្ងៃហ្នឹងរៀងក្តៅដល់ពេលអញ្ចឹងទៅនៅកន្លែងនេះហ្នឹងទៅជារបៀបថាចង់អើយក្រៅកាតេអង្គុយញ៉ាំបាយមែនតែនដោយសារតែរបៀបថាតិចនៅចិត្តថ្មភ្នំដូចឃ្លាំងអញ្ចឹងបងប្អូន
ហើយដោយសារឥឡូវនេះគឺខ្ញុំឡើងមកខាងលើវិញហើយក្តៅហ៎អង្គុយនៅក្រោមដើមឈើមកសន្ទុះសិនដោយសារអង្គុយចាំគ្នាអូខេនិយាយទៅវីដេអូរបស់ខ្ញុំត្រៀបខ្ញុំមក Zion National Park គឺមានតែប៉ុណ្្នឹងទេចាំជួបខ្ញុំនៅវីដេអូលើក្រោយទៀតគឺខ្ញុំកំពុងតែធ្វើដំណើរទៅរដ្ឋផ្សេងៗទៀតអញ្ចឹងណាអូខេបាយបាយ